ចា៎នេះខ្ញុំសូមអរគុណនៅពេលនេះខ្ញុំសូមជូនព័ត៌មានសំខាន់ៗប្រចាំថ្ងៃជាមុនសិននេះខ្ញុំសូមជូនព័ត៌មានពិស្ដាលោកកឹមសុខាស្វាគមន៍លោកហ៊ុនសែននៅក្រុងចុះឃោសនាតាមមូលដ្ឋានប្រធានគណៈបកប្រឆាំងលោកកឹមសុខាបានស្វាគមន៍គម្រោងចុះឃោសនារកសម្លេងឆ្នោតតាមមូលដ្ឋានរបស់លោកហ៊ុនសែនលោកថាការប្រកួតប្រជែងគ្នាហើយក៏ជាគោលការណ៍បង្ហាញដល់ពលរដ្ឋម្ចាស់ឆ្នោតជំនួសការគម្រាមកំហែងឬការប្រើកាណូនកំភ្លើងគឺជាកលងវិជាធិបតេយ្យដែលគណៈបករបស់លោកនៅវិជាពលរដ្ឋចង់បានទាំងអស់គ្នាថ្លែងទៅកាន់អ្នកគាំទ្រប្រមាណជា1000នាក់នៅខេត្តពោធិ៍សាត់កាលពីរសៀលមកមិញលោកកឹមសុខាថាគណៈបកដែលមានកម្លាំងប្រហាក់ប្រហែលគ្នាហើយមជ្ឈដ្ឋានជាតិនិងអន្តរជាតិចង់ដល់លទ្ធផលនៃការប្រកួតប្រជែងនេះគឺគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងដូច្នេះលោកចង់ឲ្យមានការជជែកដេញដោលគ្នាដោយប្រើគោលនយោបាយរបស់គណៈបករៀងៗខ្លួនចំណែកឯលោកហ៊ុនសែនបានសរសេរតាម Facebook កាលពីមួយសម័យថាដើម្បីសាមគ្គីភាពនិងគាំទ្រអបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់គណៈបកប្រឆាំងទូទាំងប្រទេសក្នុងឋានៈជាលោកប្រធានគណៈបកប្រជាជនកម្ពុជាលោកនឹងចូលរួមហាយក្បួនបញ្ជានាការឃោសនាបោះឆ្នោតនាពេលខាងមុខនេះលោកហ៊ុនសែនក៏សូមឲ្យអ្នកគាំទ្រគណៈបកទាំងអស់ទូទាំងប្រទេសចាត់ទុកថាលោកបានចូលរួមជាមួយបងប្អូនគ្រប់ទីកន្លែងលោកបន្ថែមថាចូលរួមហាយក្បួននិងបោះឆ្នោតជួយគណៈបកកណ្ដាលអំណាចដើម្បីបន្តរក្សាសន្តិភាពនិងអភិវឌ្ឍលើគ្រប់វិស័យនេះគឺជាលើកដំបូងហើយដែលលោកហ៊ុនសែនប្រកាសនឹងហាយក្បួនជាមួយអ្នកគាំទ្ររបស់លោកដែលជាប្រវត្តិសាស្ត្រលោកមិនដែលធ្វើទេតាំងពីមុនមកចំណែកឯប្រធានគណៈបកប្រឆាំងលោកកឹមសុខាអះអាងថាបើគណៈបកប្រឆាំងឈ្នះឆ្នោតនឹងពុំមានសង្គ្រាមកើតឡើងទេហើយគណៈបកលោកនឹងធ្វើឲ្យមានការអភិវឌ្ឍពីក្រោមឡើងលើនិងកម្ចាត់អំពើពុករលួយពីលើចុះក្រោមលោកបានថ្លែងបែបនេះទាំងអំឡុងពេលដែលលោកជួបជុំជាមួយអ្នកគាំទ្រនៅខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ស្ថិតក្នុងបរិវេណដីឡូមួយកន្លែងសរុបមនុស្សចូលរួមប្រមាណជា3000នាក់កាលពីថ្ងៃម្សិលមិញបេក្ខជនចៅសង្កាត់គណៈបកប្រឆាំងខេត្តបាត់ដំបងជាបំភ្លឺតាមដីការបស់តុលាការបេក្ខជនចូលឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លេខរៀងទី1របស់គណៈបកប្រឆាំងក្រុងបាត់ដំបងកាលពីរសៀលថ្ងៃទី23ឧសភាម្សិលមិញបានជួបបំភ្លឺតាមដីកាកោះហៅរបស់តុលាការនៃសាលាខេត្តបាត់ដំបងបេក្ខជនរូបនេះត្រូវបានព្រះអាជ្ញាកោះហៅទៅសាកសួរក្នុងសំណើរឿងមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការលើសំណុំរឿងទម្លាក់ដីធ្លីរវាងពលរដ្ឋនិងមន្ត្រីប៉ូលីសខេត្តបាត់ដំបងប្រជាពលរដ្ឋគណៈបកប្រឆាំងប្រមាណជា150នាក់បានស្រែកសាទរមុខសាលាខេត្តបាត់ដំបងភ្លាមបន្ទាប់ពីបេក្ខជនរូបនេះបានចេញពីតុលាការវិញដោយគ្មានការខាត់ខ្លួនបេក្ខជនចូលឈ្មោះរបស់គណៈបកប្រឆាំងសង្កាត់អូចាក្រុងបាត់ដំបងខេត្តបាត់ដំបងកញ្ញាសិនច័ន្ទពើរ៉ូសេតបានថ្លែងប្រាប់វិទ្យុសហគមន៍បរិយអង្គរថានេះគឺជាសញ្ញាយុត្តិធម៌សម្រាប់រូបកញ្ញាអាចទទួលយកបានក្រោយពីតុលាការសាកសួររូបនាងប្រហាក់ប្រហែលជាកន្លះម៉ោងក៏បានឲ្យនាងត្រឡប់ទៅផ្ទះវិញដើម្បីរកសម្លេងឆ្នោតបន្តទៀតដើម្បីបានជ្រាបច្បាស់អំពីព័ត៌មាននេះសូមស្ដាប់ការលើកឡើងរបស់កញ្ញាសិនច័ន្ទពៅរ៉ូសេតដែលបានថ្លែងប្រាប់វិទ្យុសហគមន៍បរិយអង្គរតាមខ្សែទូរស័ព្ទដូចតទៅនាងខ្ញុំសូមជម្រាបកញ្ញាសិនច័ន្ទពៅរ៉ូសេតចា៎នាងខ្ញុំសូមជម្រាបលោកអ្នកនាងមិនស្ដាប់វិទ្យុសហគមន៍បរិយអង្គរថាកញ្ញាសិនពើរ៉ូសេតគឺជាបេក្ខជនឈរឈ្មោះឲ្យគណៈបកសង្គ្រោះជាតិនៅឃុំអូចាក្រុងបាត់ដំបងខេត្តបាត់ដំបងកាលពីម៉ាសមិញកញ្ញារ៉ូសេតបានជួយបំភ្លឺតាមការកោះហៅរបស់តុលាការប៉ុន្តែអ្វីជាការកត់សម្គាល់និងជាការសាទរយ៉ាងខ្លាំងនោះគឺថាតុលាការមិនបានខកខ្លួនរ៉ូសេតទេរ៉ូសេតយកឃើញយ៉ាងម៉េចចំពោះចំណាត់ការរបស់តុលាការនេះចា៎ចាដំណាក់កាលនេះគឺជាដំណាក់កាលនៃការចូលឆ្លើយបំភ្លឺហើយយើងគិតថាតុលាការបានសម្រេចឲ្យខ្ញុំត្រឡប់មកឃោសនាជាធម្មតាវិញគឺជាការត្រឹមត្រូវតែទោះបីយ៉ាងណាក៏ខ្ញុំបានសុំតុលាការសូមឲ្យតម្កល់រឿងក្តីនឹងទុកចាត់ការហើយសម្រាប់ខ្ញុំនិងពលរដ្ឋជនស្លុតដងដទៃទៀតដែលនៅក្នុងភូមិអូចាសង្កាត់អូចាចាប៉ុន្តែតុលាការគេបានឆ្លើយតបហើយនៅចំពោះការស្នើសុំរបស់កញ្ញាដែលមិនឲ្យចាត់ការរឿងនេះចាមិនទាន់ឆ្លើយតបឡើយទេតើកញ្ញាសង្ឃឹមថាតុលាការអាចនឹងទម្លាក់ចោលការចោទប្រកាន់នេះទេចាតែខ្ញុំគិតថាបើសិនជាតុលាការយុត្តិធម៌នឹងត្រឹមត្រូវនឹងទម្លាក់ការចោទប្រកាន់តម្កល់រឿងនេះទុកចាត់ការពីព្រោះរឿងនេះសម្រាប់ខ្ញុំនិងពលរដ្ឋសិទ្ធិតែជាជនរងគ្រោះទាំងអស់ដូច្នេះខ្ញុំជឿថាតុលាការបាត់ដំបងនឹងធ្វើជាតុលាការមួយដែលស្អាតស្អំជាគំរូនិងផ្ដល់យុត្តិធម៌ឲ្យអ្នកគ្រប់គ្រង
Rosette អាចនិយាយអំពីការសាកសួរពីតុលាការបានទេចា៎និយាយសរុបរឿងទៅគឺសួរទៅតាមអ្វីណាដែលមិនដឹងគឺបានប្តឹងពីការរៀបរៀងការអនុវត្តការក្រមរបស់តុលាការពេលដែលគាត់ទៅអនុវត្តការក្រមជាក់ស្ដែងនៅយើងដីកន្លែងហើយខ្ញុំបានឆ្លើយទៅតាមអ្វីដែលជាការពិតក្នុងនាមខ្ញុំជាតំណាងអាជ្ញាធរមួយរូបតាពីអ្នកប្រាជ្ញឆ្នាំ2016តុលាការក៏ចាត់ការក្រមហ្នឹងខ្ញុំបានចូលរួមតាមដាននឹងឃ្លាំមើលក្នុងការអនុវត្តការក្រមរបស់តុលាការពីព្រោះសង្កាត់អូចាគឺជាដែនសមត្ថកិច្ចរបស់ខ្ញុំក្នុងនាមខ្ញុំជាអាជ្ញាធរម្នាក់ជាចៅសង្កាត់រងទី2ម្នាក់ដែលជាប្រធានបានបោះឆ្នោតឲ្យហើយខ្ញុំបានខ្លាចទៅជាតំណាងរបស់ពលរដ្ឋអញ្ចឹងរដ្ឋទឹកបង្វិលរបស់ពលរដ្ឋគឺជាទឹកបង្វិលរបស់ខ្ញុំចា៎ចុះ Rosette គិតថាការដែលមិនឃុំខ្លួន Rosette នេះអាចជាការភ័យខ្លាចចាញ់ឆ្នោតនៅក្នុងខេត្តបាត់ដំបងរបស់គណៈបកកណ្ដាលអំណាចទេខ្ញុំមិនគិតបែបហ្នឹងទេពីព្រោះបាត់ដំបងក្រុងបាត់ដំបងគណៈបកសង្គ្រោះជាតិទីដាក់ហើយតាំងពីឆ្នាំ2013បោះឆ្នោត2013មកម្លេះអញ្ចឹងមិនចាំបាច់ហើយតើតែមិនគុំខ្លួនខ្ញុំទៅគណៈបកសង្គ្រោះជាតិមិនអាចទីដាក់ឬមួយក៏យ៉ាងម៉េចអាហ្នឹងជាការយកឃើញរបស់ភាគីមួយខាងទៀតខ្ញុំទៅមិនបកស្រាយតែសម្រាប់ខ្ញុំយកឃើញថាគណៈបកសង្គ្រោះជាតិគឺកំពុងតែរឹតមុខគណៈបកកាន់អំណាចម្ដងឬមកហើយកាលពីឆ្នាំ2013អញ្ចឹងឆ្នាំ2017នេះគឺគណៈបកសង្គ្រោះជាតិនឹងទទួលបានមេឃុំថ្មីចៅសង្កាត់ថ្មីជាច្រើនដែលកាត់ជាប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនៅថ្ងៃទី4ខែ6ឆ្នាំ2017ខាងមុខហើយគណៈបកសង្គ្រោះជាតិគឺមានមេឃុំស្អាតស្អំចៅសង្កាត់ស្អាតស្អំដែលមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដអ្នកខ្ញុំសូមងាកមកចាប់អារម្មណ៍រឿងយុទ្ធនាការឃោសនាបោះឆ្នោតវិញមកដល់ពេលនេះមានរយៈពេល5ថ្ងៃហើយតើ Rosette ឃ្លាំមើលឃើញថានៅក្រុងបាត់ដំបងឬមួយក៏ឃុំអូចាហ្នឹងចំណុចណាខ្លះដែលគណៈបកប្រឆាំងគាត់ហាក់ដូចជាមានសន្ទុះខ្លាំងជាងគេចា៎គឺចំណុចដែលគណៈបកសង្គ្រោះជាតិមានចំណុចខ្លាំងគឺដោយសារគណៈបកសង្គ្រោះជាតិគឺមិនដែលបានប្រព្រឹត្តនៅអំពើទុច្ចរិតណាមួយចំពោះប្រជាពលរដ្ឋអញ្ចឹងនឹងឯងដែលជាចំណុចខ្លាំងរបស់គណៈបកសង្គ្រោះជាតិទី3គឺគោលនយោបាយទឹកសញ្ញានយោបាយរបស់គណៈបកសង្គ្រោះជាតិគឺជាទូទៅគឺប្រជាពលរដ្ឋជឿលើគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិខ្ញុំលើកកាលឆ្នាំ2013ឆ្នាំ2013គឺគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិគឺដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការពី1លានរៀលឡើងទៅទោះបីគណៈបកសង្គ្រោះជាតិមិនបានខ្លាចជាគណៈបកដឹកនាំប្រទេសប៉ុន្តែយើងឃើញថាគោលនយោបាយគឺសំឡេងនយោបាយកាលឆ្នាំ2013ហ្នឹងគឺភាគីមួយខាងទៀតគឺខ្ញុំប្រឹងស្វែងរកតាមគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិកាលឆ្នាំ2013អញ្ចឹងយើងគិតថាចំណេញមិនមែនថាចំណេញរបស់គណៈបកទេតែថាចំណេញនោះបានជាក់ទៅដល់ដៃប្រជាពលរដ្ឋអញ្ចឹងខ្ញុំជឿជាក់ថាប្រជាពលរដ្ឋគឺច្បាស់លើគណៈបកសង្គ្រោះជាតិហើយនឹងបន្តបោះឆ្នោតគណៈបកសង្គ្រោះជាតិឲ្យបានច្រើនទៅលើកហើយជាពិសេសគឺបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិបានមេឃុំចៅសង្កាត់ឲ្យបានច្រើនដើម្បីឆ្នាំ2018ដឹកនាំប្រទេសចា៎អ្វីជាឧបសគ្គនៅក្នុងរយៈពេល5ថ្ងៃនេះមកទេ Rosette ចាជាឧបសគ្គសម្រាប់គណៈបកសង្គ្រោះជាតិសម្រាប់សង្កាត់ខ្ញុំសូមនិយាយតែសង្កាត់ខ្ញុំពីព្រោះខ្ញុំមិនអាចនិយាយពីសង្កាត់ដទៃទៀតស្រុកដទៃទៀតទេព្រោះខ្ញុំអត់បានចោះទៅកន្លែងទេខ្ញុំចោះតែកន្លែងខ្ញុំគិតឃើញថាការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតតាមការវិភាគដែលកំណត់ឲ្យមានការហៅក្បួនធំឡានហើយគ្រឿងបំពង់សម្លេងម៉ូតូដាក់គ្រឿងទៅចាត់ទៅជាហៅធំហ្នឹងខ្ញុំគិតថាវាដូចជាមានទៅអួតចំអល់បន្តិចសម្រាប់សេចក្តីណែនាំហ្នឹងពីព្រោះអីសម្រាប់គុំមួយគឺគណៈបកសង្គ្រោះជាតិប្រជាពលរដ្ឋគ្រប់ចូលគណៈបកសង្គ្រោះជាតិច្រើនមែនទេអញ្ចឹងពេលខ្លះយើងពិបាកក្នុងការចោះតាមភូមិក្នុងការធ្វើកិច្ចការនេះក្នុងទៅយុទ្ធនាការឃោសនាបោះឆ្នោតតាមភូមិនេះពីព្រោះគេកំណត់ចាប់ពី10នាក់ឡើងទៅម៉ូតូ10គ្រឿងឡើងទៅឡានមួយឡើងទៅគឺឃោសនាធំអញ្ចឹងយើងបើទៅមនុស្សចូលរួមជាមួយយើងច្រើនយើងពិបាកអញ្ចឹងណាអញ្ចឹងបើសិនជា
កាន់តែចំតាដែលផ្នែកណាទៀតណាដែលពលិពលិយអំពីតែជាឬមួយតែការវិនិយោគទៅស្នាក់ឲ្យបានល្អតែជានឹងទៅជាជាក្នុង2018ការទី2018ខាងគណៈកម្មការវិស្វកម្មបោះឆ្នោតនឹងជួយជំនួសឲ្យនីតិវិធីនឹងឲ្យបានល្អដើម្បីឲ្យគណៈបកនយោបាយមួយៗហ្នឹងគាត់មាននីតិភាពគ្រប់គ្រាន់ក្នុងការឃោសនារកជំនាញស្ដាប់នៅតាមឃុំសង្កាត់ស្រុកនីមួយៗផងដែរចាជាចុងក្រោយរ៉ូសេមានអ្វីចង់ផ្ដាំផ្ញើទៅអ្នកស្ដាប់របស់វិទ្យុសាគមរាំងអង្គរទេចាជាចុងក្រោយខ្ញុំជាប្រធានរំចៅសង្កាត់ចាមកពីគណៈបកសង្គ្រោះជាតិនៅក្រុងបាត់ដំបងខេត្តបាត់ដំបងខ្ញុំទៅគោរពអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះនៅក្នុងមន្ទីរបោះឆ្នោតសូមអំពាវនាវបងប្អូនទាំងអស់ត្រៀមអត្តសញ្ញាណប័ណ្ណហើយបើសិនក្នុងករណីបាត់អត្តសញ្ញាណប័ណ្ណឬមួយបាត់អត្តសញ្ញាណប័ណ្ណសូមទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតទាំងអស់គ្នាដែលគេចាប់ផ្ដើមតាំងពីថ្ងៃទី4ខែ5រហូតដល់ថ្ងៃទី2ខែ6មុនបោះឆ្នោត2ថ្ងៃដូច្នេះសូមអង្គពលមានត្រៀមឯកសារឲ្យបានច្បាស់លាស់គ្រប់គ្នាហើយឆែកមើលអត្តសញ្ញាណប័ណ្ណជាមកហើយដើម្បីកុំឲ្យមានការធ្វើប្រហែសណាមួយកើតឡើងខកខានក្នុងការមិនបានទៅបោះឆ្នោតហើយសូមគោរពអំពាវនាវឲ្យបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលមានឈ្មោះក្នុងមន្ទីរបោះឆ្នោតនេះសូមបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដែលមានរូបសញ្ញាព្រះអាទិត្យនៅក្នុងស្លឹកឆ្នោតនៅតាមឃុំសង្កាត់នីមួយៗហើយសូមគោរពអំពាវនាវឲ្យបងប្អូនខ្មែរនៅឯរីសមុទ្រគោរពបងប្អូនពលករខ្មែរនៅកូរ៉េនៅប្រទេសថៃនិងប្រទេសដទៃទៀតសូមអញ្ជើញត្រឡប់មកបោះឆ្នោតនៅថ្ងៃទី4ខែ6ឆ្នាំ2017តែបើសិនជាបងប្អូនមិនបានមានឈ្មោះក្នុងមន្ទីរបោះឆ្នោតថ្មីឬបងប្អូនមិនបានមកបោះឆ្នោតទេតែសូមបងប្អូនទេតំណែងមកក្រុមគ្រួសារញាតិមិត្តនៅផ្ទះនៅអីហ្នឹងសូមឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្នាហើយសូមបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិដើម្បីផ្ដល់ឱកាសឲ្យមេឃុំចៅសង្កាត់គណៈបកសង្គ្រោះជាតិមានឱកាសបម្រើប្រជាពលរដ្ឋបញ្ចេញសមត្ថភាពបញ្ចេញធ្វើដៃក្នុងការអភិវឌ្ឍពីថ្នាក់ឃុំសង្កាត់ឡើងទៅហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់នឹងផ្ដល់ក្តីសង្ឃឹមឲ្យគណៈបកសង្គ្រោះជាតិពីព្រោះគណៈបកសង្គ្រោះជាតិជាក្តីសង្ឃឹមតែមួយគត់របស់ពលរដ្ឋខ្មែរគណៈបកសង្គ្រោះជាតិឈ្នះគឺប្រជាពលរដ្ឋខ្មែរឈ្នះចា៎សូមអរគុណចាអរគុណច្រើនកញ្ញាសិនច័ន្ទប៉ារ៉ូសេបានចំណាយពេលដល់មួយញឹកឆ្លើយជាមួយនឹងសំណួរវិទ្យុសាគមរាំងអង្គរអរគុណច្រើនសូមជម្រាបលាកញ្ញាចាសូមជម្រាបលាសំងាកមកចាប់អារម្មណ៍ព័ត៌មានអន្តរជាតិវិញទាហានអាហ្គានីស្ថានយ៉ាងតិច11នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់ក្រុមអ៊ូទៀមតាមការរាយការណ៍បានដឹងថាយ៉ាងតិចទាហានអាហ្គានីស្ថាន11នាក់នៅពេលដែលសកម្មជនក្រុមអ៊ូទៀមតាលីបង់ធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពកាលពីថ្ងៃច័ន្ទនិងធ្វើឲ្យមនុស្ស9នាក់ទៀតរងរបួសធ្ងន់យោងតាមទីភ្នាក់ងារសារព័ត៌មានអាហ្គានីស្ថានបានដឹងនៅថ្ងៃនេះថាក្រុមសកម្មជនបានធ្វើការគ្រប់គ្រងមូលដ្ឋានទ័ពសាវ៉ាលីខតក្នុងរយៈពេលដ៏ខ្លីបន្ទាប់មកក៏បានរត់ចេញទៅជាមួយនឹងសភាវុធដ៏ច្រើនកងកម្លាំងសន្តិសុខក៏បានធ្វើការបញ្ជាក់ផងដែរថាក្រុមសកម្មជនក៏បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសក្នុងស្រុកកាលពីថ្ងៃអាទិត្យសម្រាប់ប៉ូលីសអស់6នាក់ហើយប៉ូលីស3រូបផ្សេងទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាខាងខ្លាមួយជាមួយក្រុមអ៊ូទៀមនោះISIS បានអះអាងថាសមាជិករបស់ខ្លួនម្នាក់បានបង្កប់គ្រាប់បែកនៅកន្លែងប្រគំតន្ត្រីដែលបណ្ដាលឲ្យមានអ្នកស្លាប់22នាក់នៅប្រទេសអង់គ្លេសក្រុមសកម្មជនរដ្ឋអ៊ីស្លាមហៅកាត់ថា ISIS បានចេញមុខអះអាងថាមានសមាជិករបស់ខ្លួនម្នាក់បានបង្កប់គ្រាប់បែកនៅកន្លែងប្រគំតន្ត្រី Arena ក្នុងទីក្រុង Manchester របស់អង់គ្លេសដែលបណ្ដាលឲ្យមនុស្ស22នាក់បានបាត់បង់ជីវិតនិង60ម្នាក់ផ្សេងទៀតខ្លួនស្រាលមន្ត្រីសន្តិសុខអង់គ្លេសថាមានក្មេង12នាក់អាយុក្រោម16ឆ្នាំស្ថិតក្នុងចំណោមជនរងគ្រោះទាំង59នាក់47ឆ្នាំគ្រូរញ្ជួយដីដ៏សាហាវមួយបានសម្លាប់មនុស្សជាង 5000 នាក់នៅប្រទេសឈីលីនាថ្ងៃទី21ខែឧសភាឆ្នាំ1960គ្រូរញ្ជួយដីដ៏អាក្រក់មួយដែលមានកម្រិតរហូតដល់ទៅ9កណ្ដាលសញ្ញា4 Richter ឬ6កណ្ដាលសញ្ញា9 Richter បានវាយប្រហារយ៉ាងខ្លាំងសាហាវលើប្រទេសឈីលីនិងបានធ្វើមនុស្ស 5000 នាក់បាត់បង់ជីវិតនិងប្រមាណជា2លាននាក់ផ្សេងទៀតគ្មានទីជម្រកអាស្រ័យដំបូងកម្រិតរញ្ជួយដីដែលវាប្រហារបានត្រឹមតែ7កណ្ដាលសញ្ញា6 Richter ប៉ុណ្ណោះដែលបានចាប់ផ្ដើមកើតឡើងគឺជាកម្រិតវាប្រហារធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឈីលីឡើយ
ហើយវាបានសម្លាប់មនុស្សអស់ជាច្រើនអ្នកបន្ទាប់មកនៅវេលាម៉ោងប្រមាណជា3រសៀលគ្រោះរញ្ជួយដីបានកើនឡើងដល់ទៅ8ក្រដសញ្ញា5 Richter ដល់ម៉ោង 4:20 នាទីរសៀលថ្ងៃដដែលរលកយក្សស៊ូណាមីមានកម្ពស់រហូតដល់ទៅ26 ហ្វូតបានវាប្រហារចូលទៅដល់ទីក្រុងកំតិចអាគារនិងបានសម្លាប់មនុស្សយ៉ាងច្រើនរលកយក្សដដែលបានកើតឡើងទៅដល់35 ហ្វូតត្រឹមរយៈពេលប្រមាណនាទីប៉ុណ្ណោះបន្ទាប់មកយកវាប្រហារប្រទេសឈីលីនិងបានសម្លាប់មនុស្សអស់ច្រើនជាង 5000 នាក់រួចមកពីថ្ងៃបន្ទាប់មករលកយក្សស៊ូណាមីនៅសេសបានធ្វើដំណើរដល់កោះវ៉ៃហ្វីលីពីននិងប្រទេសជប៉ុននិងបានសម្លាប់មនុស្សអស់ច្រើនអ្នកនៅក្នុងប្រទេសទាំងនោះផងដែរសម្រាប់ព័ត៌មានជាតិព័ត៌មានអន្តរជាតិពេលនេះបានឈានចូលមកដល់ទីបញ្ចប់ហើយនាងខ្ញុំមានសម្បត្តិសូមអរគុណសូមគោរពលា
បាទលោកនាងជាសមាជិកាជាទីគោរពរាប់អានខ្ញុំបាទសូមធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញនេះខ្ញុំបាទបានដោយសារតែវាភ្លៀងតាំងពីយប់រហូតដល់ថ្ងៃបរិងាយខ្ញុំបានជូនលោកសំរឿនត្រឡប់ទៅផ្ទះវិញដើម្បីឲ្យគាត់បានសម្រាក 3-4-5 ថ្ងៃពីព្រោះគាត់បានមកធ្វើការក៏យូរខែណាស់ហើយមិនដែលបានសម្រាកសោះហើយក៏មិនដែលបានចេញទៅណាទៀតផងឥឡូវខ្ញុំបានជូនគាត់ទៅផ្ទះវិញនៅឯឆាឡុតឯណោះទៅជួបជុំគ្រួសារហើយឲ្យសម្រាកឲ្យស្រួលចិត្តហើយខ្ញុំបាននឹងត្រឡប់ទៅយកវិញនៅថ្ងៃអង្គារក្រោយនេះបាទឃើញថាការធ្វើការនៅបរិយាវាធ្វើឲ្យស្មុគស្មាញពីព្រោះថាការងារវាមិនចំពោះម្ដងបោះស្មៅម្ដងកាត់ស្មៅម្ដងកាត់ឈើម្ដងធ្វើនេះម្ដងធ្វើនោះរាល់តែថ្ងៃគ្មានពេលទំនេរឡើយហើយម្សិលមិញនេះក៏ភ្លៀងខ្លាំងនៅឯឆាឡុតឯណោះបាទខ្ញុំបាទវិលត្រឡប់វិញនៅម៉ោង 3 កន្លះបានដល់ទីឋានវិញដោយសុខសុវត្ថិភាពបាទនេះសូមទានជ្រាបសប្តាហ៍យើងនៅតែ2នាក់មកសម្រឿនទៅទេបាននឹងពេលយើងខ្ញុំបាទចំណែកលោកចូលសុភ័ក្រលោកបានត្រូវយើងខ្ញុំឲ្យសម្រាប់ធ្វើការនៅបរិយាកាសពីព្រោះយើងខ្ញុំមានត្រូវការនឹងជួយលោកទេប៉ុន្តែឲ្យលោកស្នាក់អាស្រ័យនៅជាធម្មតានៅក្នុងសហគមន៍បរិយាកាសដែលលោកត្រូវបានរស់នៅតាំងពីដើមទីមកដែលលោកមកនៅនឹងចំនួនជាងដូចជា3ឆ្នាំហើយបាទឃើញថាប្រើប្រាស់លោកក្នុងមួយខែ 1000 ហ្នឹងវាអស់លុយហើយបាទអស់លុយលោកអ្នកហ្នឹង 1300 កាត់ទៅវាអស់ទៅហើយបាទមានអីសល់ទេនៅសល់បន្តិចបន្តួចទុកសម្រាប់ជួយបងថ្លៃផ្ទះថ្លៃដីថ្លៃអីសង្ឃឹមដំណាំនិងរុក្ខឈើនឹងបានមកទប់ទល់បន្តទៀតបាទរុក្ខឈើគេមកសញ្ញាកុងត្រាថ្មីហើយក៏មិនឃើញចូលកាប់ចូលមិនចោលពីព្រោះភ្លៀងទឹកវាសើមដីវាសើមត្រាក់ទ័ររាប់30-40 តននឹងចូលមកលិចព្រោះបាទវាគេទៅមិនរួចបានជាសម្រាប់កាប់ឥឡូវប្រែជាខែ 8 ខែ 9 នោះវាជាខែដែលរាំងស្ងួតហើយនឹងចូលមកកាប់ព្រោះកុងត្រា6 ខែទៀតមាននឹងអស់កុងត្រាទៀតហើយបាទហើយចំណែកខ្ញុំបាទដោយលោកចូលសុភ័ក្រលំមកសំរឿនចុះទៅនៅខាងផ្ទះបាយខាងនោះហើយគេក៏បើកម៉ាស៊ីនត្រជាក់ខាងនោះទៅខ្ញុំបាទនៅពីអ្នកភរិយាខាងផ្ទះធំហ្នឹងណាក៏ត្រូវតែបិទម៉ាស៊ីនត្រជាក់ចាញ់ប្រើតែដង្ហើមត្រជាក់បាទម៉ាស៊ីនត្រជាក់ហ្នឹងវាធំណាស់បាទបើកទៅវាត្រជាក់ពេញណាពេញណីវាអស់លុយអស់កាក់ហើយជួយសន្សំខ្ញុំបាទសក់ចិត្តបើកដង្ហើមមួយពីលើហ្នឹងគ្រាន់នឹងលំហើយទៅក៏ទទួលទាននៃលក់ទៅភ្ញាក់ឡើងក្តៅសោះក៏បើកនេះបើកនោះបើកទ្វារអញ្ចឹងទៅវាត្រជាក់ហើយវាភ្លៀងវាមិនសូវត្រជាក់ប្រហែលទេនេះដើម្បីជួយសន្សំប្រកាសរបស់លោកអ្នកហើយខ្ញុំបាទក៏បានឈប់ប្រើទូរស័ព្ទសហគមន៍បរិយាកាសហើយសូមផ្ញើជាមួយនឹងចៅនៅឯមេរីឡែននោះលេខខ្ញុំបាទ 30148144280គាត់លោកអ្នកមានចម្ងល់អ្វីអំពីសហគមន៍បរិយាកាសក៏សូមទូរស័ព្ទដោយលេខបានជូនមកនេះគឺ301-814-4280គាត់បាទខ្ញុំបាទសេចក្តីរាយការណ៍នៅក្នុងថ្ងៃនេះសូមសង្ខេបប៉ុណ្ណេះហើយតទៅនេះក៏សូមអញ្ជើញស្ដាប់សេចក្តីអំពាវនាវរបស់ខ្ញុំបាទបន្តទៅទៀតបាទលោកអ្នកជាសមាជិកានៃសហគមន៍បរិយាកាសជាទីមេត្រីខ្ញុំបាទសូមអានរំលឹកឡើងវិញនៅមូលហេតុនិងគោលបំណងទិសដៅនៃបរិយាអង្គរបាទដែលការបង្កើតឡើងនេះដើម្បីអ្វីសម្រាប់អ្វីសូមលោកអ្នកជាសមាជិកាស្ដាប់ហើយទន្ទិញឲ្យចាំនិងយកទៅផ្សព្វផ្សាយតាមអត្ថបទដែលសម្បត្តិអាននេះឧបកថាគឺកថាដើមគឺមូលហេតុនៃការបង្កើតបរិយាអង្គរនេះមានដូចតទៅយើងទាំងអស់គ្នាជាជនអន្តរប្រវេសន៍ខ្មែរដែលភាគច្រើនកំពុងរស់នៅក្នុងសហរដ្ឋអាមេរិកបានចងក្រងមូលមតិគ្នាអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រពៃណីតាមទំនៀមទម្លាប់និងជំនឿសាសនាហើយរួមគ្នាព្រួយផ្ដើមបង្កើតជាភូមិខ្មែរមួយ
ដើម្បីបម្រើសេចក្តីត្រូវការរបស់ខ្មែរឯនាយសមុទ្រក្នុងតំបន់មួយដែលបានជ្រើសរើសហើយនៅក្នុងសហរដ្ឋអាមេរិកបាទនេះជាមូលហេតុជាហេតុដើមដែលបង្កើតជាបូរីអង្គរនេះឡើងគោលបំណងនិងទិសដៅមេត្រា2គោលបំណងរបស់បូរីអង្គរគឺលើកស្ទួយវប្បធម៌និងសង្គមខ្មែរដើម្បីបានសម្រេចបំណងនេះសហគមន៍បូរីអង្គរត្រូវបង្កើតនៅភូមិខ្មែរប្រកបដោយផ្ទះខ្មែរមណ្ឌលព្រះពុទ្ធសាសនាបង្កើតឲ្យមានសាលាបង្រៀនអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរបង្កើតឲ្យមានការបោះពុម្ពផ្សាយប្រតិបត្តិព័ត៌មានជាទស្សនាវដ្តីវិទ្យុទូរទស្សន៍សារមន្ទីរនិងអភិរក្សនិងអភិវឌ្ឍវប្បធម៌ខ្មែរនិងបង្កើតការទាក់ទងទៅគ្រប់អង្គការនានាក្នុងការស្វែងរកថវិកាដើម្បីពង្រីកនិងពង្រឹងភូមិខ្មែរឲ្យកាន់តែមានភាពល្បីល្បាញទៅអនាគតបាទនេះហើយជាគោលបំណងនៃសហគមន៍បូរីអង្គររបស់យើងមិនមែនទិញដីលក់ដីទេក៏ប៉ុន្តែដោយយើងទិញដីបានថោកហើយដីអាចនៅសល់ពីការសាងសង់អ្វីៗដោយបានជម្រាបមកនេះយើងក៏អាចនឹងចែកគ្នាបានមួយបាតផ្ទះប្រហែលខ្ញុំបាទថាប្រហែលពីព្រោះមិនទាន់ដឹងថាសាលាក្រុងគេឲ្យសង់ផ្ទះប៉ុណ្ណាតូចធំប៉ុណ្ណាទំហំដីប៉ុណ្ណាបាទហើយនេះបានខ្ញុំបាទថាពី15ទៅ20ម៉ែត្រដើម្បីនឹងបានផ្ទះមួយបន្ទប់ឬ2បាទនេះជាសេចក្តីប្រមើលមើលរបស់ខ្ញុំបាទសូមទានជ្រាបមិនមែនទិញដីលក់ដីទេគឺយើងបង្កើតជាសហគមន៍ដោយចូលហ៊ុនគ្នា$1,300សូមទានជ្រាបលោកអ្នកដែលមិនទាន់បានបង់គ្រប់$3,000ក៏សូមមេត្តាបង់បណ្ដាការបញ្ចូលឆ្នាំនេះមានអ្នកបង់បង្គ្រប់2អ្នកដែរបាទលោកសូមលោកអ្នកដទៃទៀតមេត្តាជួយឲ្យបានស្រស់គ្នាដើម្បីសហគមន៍របស់យើងមានការសាមគ្គីគ្នាស្មើភាពគ្នាសូមអរគុណសេចក្តីរាយការណ៍របស់ខ្ញុំបាទនៅថ្ងៃនេះសន្មតថាចប់ត្រឹមតែប៉ុណ្ណេះខ្ញុំបាទអោបសឿមប្រធានសហគមន៍បូរីអង្គររាយការណ៍ជូនស្ដាប់ពីទីក្រុង Rowland រដ្ឋ North Carolina សហរដ្ឋអាមេរិក